វិសុទ្ធកម្មនិងការកំទេចចោលខ្មែរក្រហមតែងតែស្រាវជ្រាវរកចាប់ខ្មាំងនិងជឿជាក់ថាខ្មាំងមាននៅគ្រប់ទីកន្លែងទាំងអស់ក្នុងទូទាំងប្រទេសជនសង្ស័យជាច្រើនត្រូវបានចោទប្រកាន់ទាំងច្រឡំថាជាភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក CIA ភ្នាក់ងារសម្ងាត់របស់សូវៀត KGB ឬក៏ភ្នាក់ងារសម្ងាត់របស់វៀតណាមការប៉ះទង្គិចជាមួយវៀតណាមក្នុងឆ្នាំ1977និង1978បាននាំទៅដល់ការធ្វើវិសុទ្ធកម្មដ៏ធំធេងមួយនៅចុងឆ្នាំ1977បន្ទាប់ពីប៉ុល ពតវិលត្រឡប់មកពីប្រទេសចិនវិញកងទ័ពវៀតណាមបានវាយចូលភូមិភាគបូព៌ានៃប្រទេសកម្ពុជា 3-4 ខែក្រោយមកកងទ័ពវៀតណាមបានដកថយទៅវិញដោយគាយកប្រជាជនស៊ីវិលខ្មែររាប់រយនាក់ទៅជាមួយផងនៅពេលនោះខ្មែរក្រហមបានចោទប្រជាជននិងកម្មាភិបាលភូមិភាគបូព៌ាថាបានដៃចូលជើងជាមួយវៀតណាមហើយការនេះបាននាំទៅដល់ការចាប់ខ្លួននិងសម្លាប់ចោលមនុស្សជាច្រើនអ្នករួមទាំងអ្នកដែលស្មោះត្រង់នឹងខ្មែរក្រហមនិងដៃគូនយោបាយជើងចាស់របស់ខ្លួនដ៏យូរលង់ដូចជាសោគឹមទៀតផងវិសុទ្ធកម្មដ៏សាហាវយង់ក្នុងបំផុតនៅក្នុងភូមិភាគនេះកើតឡើងនៅឆ្នាំ1978បន្ទាប់ពីកងពលមួយចំនួននៃភូមិភាគនេះបានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យចាប់តាំងពីខែមិថុនាដល់ខែកញ្ញានៅពេលដែលការប៉ះទង្គិចជាមួយវៀតណាមកំពុងតែបន្តភូមិភាគតំបន់ភាគច្រើននៅក្នុងភូមិភាគនេះបានคล้ายទៅជាសមរភូមិរវាងកងទ័ពរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យនិងកងទ័ពបះបោរមនុស្សប្រហែល100,000នាក់ក្នុងភូមិភាគបូព៌ាបានស្លាប់ក្នុងសមរភូមិនឹងដោយសារការសម្លាប់រង្គាលរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យបានបញ្ជូនទ័ពពីភូមិភាគនិរតីទៅបង្ក្រាបក្រុមបះបោរប្រជាជនរាប់ពាន់នាក់បានរត់ទៅព្រំដែនវៀតណាមគេចពីការសម្លាប់រង្គាលដែលផ្ទុះឡើងបន្ទាប់ពីការមកដល់នៃកងទ័ពទាំងនេះវិសុទ្ធកម្មក៏កើតមានឡើងដែរនៅភូមិភាគឧត្តរក្នុងឆ្នាំ1977វិសុទ្ធកម្មនេះផ្ដោតទៅលើបញ្ញវន្តនិងអ្នកដែលមានជាប់ពាក់ព័ន្ធនឹងកុយធួតដែលធ្វើជាលេខាភូមិភាគឧត្តររហូតដល់ដើមឆ្នាំ1976អំឡុងពេលធ្វើវិសុទ្ធកម្មនេះអង្គការបានចាប់ខ្លួនរដ្ឋមន្ត្រីក្រសួងព័ត៌មានពូនឹមទីអុលគ្រូរបស់កុយធួននិងមិត្តភ័ក្តិជាច្រើនអ្នកទៀតដែលរួមមានភោគឆាយនិងឌឿនជាដើមមានគម្រោងធ្វើរដ្ឋប្រហារ 3-4 លើកនិងមានការបះបោរជាច្រើនដងជាពិសេសការបះបោររបស់ជនជាតិខ្មែរអ៊ីស្លាមក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុន្តែផែនការទាំងនេះសុទ្ធតែបរាជ័យហើយបានធ្វើឲ្យការស្រាវជ្រាវរកខ្មាំងបង្កប់ផ្ទៃក្នុងមានសភាពកាន់តែខ្លាំងក្លាឡើងដែលនាំទៅដល់ការធ្វើវិសុទ្ធកម្មទូទាំងប្រទេសសាន់ភីម៉ាណាស់អាយុ75ឆ្នាំរស់នៅក្នុងខេត្តកំពង់ចាមបានរំលឹកអំពីការសម្លាប់រង្គាលជនជាតិភាគតិចខ្មែរអ៊ីស្លាមដោយខ្មែរក្រហមក្នុងអំឡុងពេលនៃការបះបោរជាពិសេសការសម្លាប់ក្រុមគ្រួសាររបស់អ្នកស្រីផ្ទាល់អ្នកស្រីបានរៀបរាប់ថានៅសម័យសង្គមរាស្ត្រនិយមមានគ្រួសារជនជាតិខ្មែរអ៊ីស្លាមរាប់ពាន់នាក់មានគ្រួសារជនជាតិខ្មែរអ៊ីស្លាមរាប់ពាន់គ្រួសាររស់នៅក្នុងភូមិរបស់ខ្ញុំពួកខ្មែរក្រហមបានសម្លាប់ពួកគេស្ទើរទាំងអស់ប្រជាជននៅក្នុងភូមិខ្ញុំនិងភូមិកោះផលទទួលរងនៅអំពើព្រៃផ្សៃនេះច្រើនជាងគេពីព្រោះពួកយើងបះបោរប្រឆាំងនឹងពួកខ្មែរក្រហមចំពោះគ្រួសារខ្ញុំវិញពួកវាសម្លាប់ឪពុកម្ដាយខ្ញុំកូនខ្ញុំ2នាក់ចៅ2នាក់និងបងប្អូនបង្កើតរបស់ខ្ញុំទាំងអស់កូនប្រុសរបស់ខ្ញុំឈ្មោះមូសាត្រូវខ្មែរក្រហមនាំយកទៅបន្ទាប់ពីការបះបោរហើយក៏បាត់ខ្លួនរហូតខ្ញុំឮពាក្យចចាមអារាមថាវាត្រូវបានសម្លាប់នៅពេលវាតាមរកខ្ញុំកូនស្រីរបស់ខ្ញុំឈ្មោះរ៉ូហ្វីអាព្រមទាំងប្តីនិងកូន2នាក់ទៀតត្រូវបានសម្លាប់ដោយមិនមានមូលហេតុអ្វីទាំងអស់បន្ទាប់មកពួកខ្មែរក្រហមបានបញ្ជូនគ្រួសាររបស់ខ្ញុំទៅភូមិស្រែវាលក្នុងស្រុកស្ទឹងត្រង់មុនដំបូងពួកវាចាត់តាំងខ្ញុំឲ្យទៅកាប់ដើមឈើជាមួយអ្នកជលៀសមកពីភ្នំពេញមនុស្សជាច្រើនត្រូវបានសម្លាប់ដោយសារតែពួកគេធ្វើការមិនបានល្អឬត្រូវដើមឈើ
ដួលរលំសង្កត់លើបន្ទាប់មកខ្ញុំត្រូវបានចាត់តាំងឲ្យចិញ្ចឹមជ្រូកខ្ញុំបានប្រកែកដែលអះអាងថាខ្ញុំខ្លាចជ្រូកណាស់ប៉ុន្តែពួកវាបង្ខំឲ្យខ្ញុំធ្វើហើយគំរាមកំហែងខ្ញុំថាអង្គការនឹងបញ្ជូនខ្ញុំទៅរៀនសូត្របាទប្រសិនបើខ្ញុំមិនធ្វើពួកខ្មែរក្រហមថែមទាំងបង្ខំឲ្យខ្ញុំហូបសាច់ជ្រូកទៀតផងប៉ុន្តែខ្ញុំប្រកែកដោយនិយាយថាខ្ញុំមិនដែលហូបសាច់សត្វទេតាំងពីតូចមកតាំងពីពេលនោះមកពួកវាបានបដិសេធមិនឲ្យអាហារអ្វីទាំងអស់មកខ្ញុំបានសុំអំបិលខ្លះប៉ុន្តែពួកវានិយាយថារបបអំបិលបានដាក់នៅក្នុងសម្លសាច់ជ្រូកអស់ហើយខ្លួនរបស់ខ្ញុំឡើងហើមជាសំណាងល្អខ្ញុំបានរួចជីវិតពីរបបនេះខ្ញុំបានវិលត្រឡប់មកស្រុកកំណើតរបស់ខ្ញុំវិញឆ្នាំ1979ទំនាក់ទំនងការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យកម្ពុជាប្រជាធិបតេយ្យបានធ្វើទំនាក់ទំនងការទូតជាមួយប្រទេសចិនកូរ៉េខាងជើងវៀតណាមលាវគូបារ៉ូម៉ានីយូហ្គោស្លាវីអាល់បានីនិងអេហ្ស៊ីបប្រទេសទាំងអស់នេះមានស្ថានទូតនៅក្នុងទីក្រុងភ្នំពេញក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យឯករដ្ឋទូតទាំងអស់លើកលែងតែឯករដ្ឋទូតចិនត្រូវបានបង្ខាំងឲ្យនៅតែក្នុងស្ថានទូតរៀងខ្លួនកម្ពុជាប្រជាធិបតេយ្យបានបើកស្ថានទូតរបស់ខ្លួននៅប្រទេសចិនកូរ៉េខាងជើងវៀតណាមរហូតដល់ខែធ្នូឆ្នាំ1977និងលាវក្នុងចំណោមប្រទេសទាំងនេះទំនាក់ទំនងជាមួយចិននិងកូរ៉េខាងជើងមានលក្ខណៈល្អប្រសើរហើយទំនាក់ទំនងជាមួយលាវមានលក្ខណៈល្អបំផុតប៉ុន្តែទំនាក់ទំនងជាមួយវៀតណាមកាន់តែមានលក្ខណៈអាក្រក់ទៅដោយសារតែការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែននិងការខ្វែងគំនិតគ្នាខាងមនោគមវិជ្ជាមេដឹកនាំបកកុម្មុយនីសកម្ពុជាភាគច្រើនជាអ្នកប្រឆាំងនឹងវៀតណាមហើយមេដឹកនាំណាដែលធ្លាប់រស់នៅឬធ្លាប់មានទំនាក់ទំនងជាមួយវៀតណាមនឹងត្រូវធ្វើវិសុទ្ធកម្មលើកលែងតែសុនសេននិងអៀងសារីអ្នកទាំងអស់នេះត្រូវបានចោទប្រកាន់ថាជាមនុស្សក្បាលយួនខ្លួនខ្មែរប្រទេសទាំងពីរក៏មានការខ្វែងគំនិតគ្នាផងដែរទៅលើបញ្ហាថាតើអ្នកណាជាអ្នកកាន់កាប់រ៉ែប្រេងកាតនៅក្នុងដែនសមុទ្រខ្មែរបកកុម្មុយនីសកម្ពុជាមានបំណងចង់ដណ្ដើមយកកម្ពុជាក្រោមពីវៀតណាមមកវិញបកក៏មិនពេញចិត្តចំពោះគំនិតរបស់វៀតណាមដែលចង់បង្កើតសហព័ន្ធឥណ្ឌូចិនដែរការប៉ះទង្គិចគ្នារវាងកម្ពុជាប្រជាធិបតេយ្យនិងវៀតណាមបានចាប់ផ្ដើមឡើងនៅចុងឆ្នាំ1975បន្ទាប់ពីនោះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅកោះត្រល់នៅពាក់កណ្ដាលឆ្នាំ1976កម្ពុជាប្រជាធិបតេយ្យបានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិនហើយជម្លោះរវាងកម្ពុជាប្រជាធិបតេយ្យនិងវៀតណាមបានក្លាយទៅជាផ្នែកមួយនៃជម្លោះរវាងចិននិងសូវៀតដែលនៅពេលនោះរដ្ឋាភិបាលក្រុងមូស្គូគ្រប់គ្រងវៀតណាមហើយរដ្ឋាភិបាលក្រុងប៉េកាំងគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យនៅចុងឆ្នាំ1976កម្ពុជាប្រជាធិបតេយ្យទទួលបានជំនួយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិនក្នុងឆ្នាំ1977កងទ័ពកម្ពុជាប្រជាធិបតេយ្យបានបើកការវាយប្រហារទៅលើភូមិមួយចំនួនរបស់វៀតណាមដែលស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយកម្ពុជានិងបានសម្លាប់ប្រជាជនគ្រប់ត្រង់អស់រាប់រយនាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅខែធ្នូឆ្នាំ1977ក្នុងឆ្នាំ1978កម្ពុជាប្រជាធិបតេយ្យបានខិតខំពង្រីកទំនាក់ទំនងការទូតរបស់ខ្លួនហើយពាណិជ្ជកម្មក្រៅប្រទេសនៅពេលនោះបានឈានដល់កម្រិតកំពូលប្រទេសដែលធ្លាប់ធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាប្រជាធិបតេយ្យមានប្រទេសចិនកូរ៉េខាងជើងថៃជប៉ុនហុងកុងម៉ាដាម៉ាហ្គាស្កា បង់ក្លាដេសនិងសិង្ហបុរីទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាប្រជាធិបតេយ្យរួមមានស្រូវជ័រកៅស៊ូឈើនិងសរីរាង្គសត្វដ៏កម្រដូចជាស្បែកភ្លុកស្នូលចំណែកទំនិញនាំចូលវិញរួមមានគ្រឿងសព្វាវុធរថក្រោះកាភ្លើងធំម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការ
ផលិតផលគីមីនិងក្រណាត់ទំនិញនាំចេញភាគច្រើនរបស់កម្ពុជាប្រជាធិបតេយ្យមានចំនួនតិចតួចខ្លាំងណាស់បើប្រៀបធៀបទៅនឹងការនាំចេញមុនឆ្នាំ1970ហើយត្រូវបាននាំយកទៅប្រទេសចិនដែលជាប្រទេសតែមួយគត់មានឥទ្ធិពលមកលើកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ1977ដល់ចុងឆ្នាំ1978ចិនបានផ្ដល់ឲ្យកម្ពុជាប្រជាធិបតេយ្យនូវរថក្រោះរាប់រយគ្រឿងឡានអាវុធធុនធ្ងន់គ្រាប់ផ្លោងនិងគ្រាប់កាំភ្លើងរាប់ពាន់តោននិងយន្តហោះប្រតិកម្មចំនួន6គ្រឿងរដ្ឋាភិបាលចិនក៏បានផ្ដល់ឲ្យនៅការជួសជុលផ្លូវរថភ្លើងមួយខ្សែភ្ជាប់ក្រុងភ្នំពេញទៅក្រុងកំពង់សោមនិងប្រលានយន្តហោះថ្មីមួយទៀតនៅខេត្តកំពង់ឆ្នាំងក្រៅពីទំនាក់ទំនងពាណិជ្ជកម្មជំនួយយោធានិងជំនួយហិរញ្ញវត្ថុចិនបានបញ្ជូនអ្នកជំនាញការរាប់ពាន់នាក់ឲ្យមកធ្វើជាអ្នកបច្ចេកទេសនិងជាទីប្រឹក្សារបស់កម្ពុជាប្រជាធិបតេយ្យអ្នកជំនាញការទាំងនេះបានជួយបង្ហាត់បង្ហាញក្បួនយោធាបច្ចេកទេសពេទ្យនិងបច្ចេកទេសក្នុងរោងចក្រដល់កម្មាភិបាលខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យបានស្នើឲ្យចិនបញ្ជូនទ័ពមកជួយច្បាំងជាមួយវៀតណាមប៉ុន្តែចិនបានបដិសេធហើយស្នើឲ្យមានបទឈប់បាញ់គ្នានិងធ្វើការចរចាកម្ពុជាប្រជាធិបតេយ្យបានទាត់ចោលសំណើនេះកម្ពុជាប្រជាធិបតេយ្យក្រោយឆ្នាំ1979ដើមឆ្នាំ1979វៀតណាមបានជួយរៀបចំបង្កើតរបបថ្មីមួយនៅទីក្រុងភ្នំពេញដែលមានឈ្មោះថាសាធារណរដ្ឋប្រជាមានិតកម្ពុជារបបនេះគ្រប់គ្រងប្រទេសកម្ពុជារហូតដល់វៀតណាមដកទ័ពចេញមួយទសវត្សរ៍ក្រោយមកទៀតគឺនៅឆ្នាំ1990មានដឹកនាំនឹងកងទ័ពរបស់កម្ពុជាប្រជាធិបតេយ្យបានរត់ភៀសខ្លួនពីទីក្រុងភ្នំពេញទៅភាគពាយ័ព្យប្រទេសដោយថ្មើរជើងឡាននិងរថភ្លើងខ្មែរក្រហមបានគៀប្រជាជនរាប់ម៉ឺននាក់ដោយបង្ខំឲ្យទៅជាមួយខ្លួនក្នុងអំឡុងពេលនៃការជម្លៀសជាលើកទី2នេះប្រជាជនជាច្រើនបានស្លាប់ដោយសារអត់បាយជំងឺនិងរបួសប្រជាជនជាច្រើនបានស្វះស្វែងរកផ្លូវត្រឡប់មកភូមិកំណើតរបស់ខ្លួនវិញសម្ដេចព្រះនរោត្តមសីហនុនិងព្រះញាតិវង្សសានុវង្សត្រូវបានជម្លៀសតាមយន្តហោះទៅប្រទេសចិនខ្មែរក្រហមបានរៀបចំអង្គការចាត់តាំងរបស់ខ្លួនឡើងវិញនៅតាមបណ្ដោយព្រំដែនថៃដោយមានជំនួយយោធាពីបរទេសរួមមានមកពីប្រទេសចិននិងប្រទេសថៃរហូតដល់ឆ្នាំ1990មហាសន្និបាតអង្គការសហប្រជាជាតិបានអនុញ្ញាតឲ្យតំណាងរបស់កម្ពុជាប្រជាធិបតេយ្យបន្តកាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិបើទោះបីជាមានការជំទាស់ពីសាធារណរដ្ឋប្រជាមានិតកម្ពុជានិងសម្ព័ន្ធមិត្តសង្គមនិយមរបស់ខ្លួនមួយចំនួនក៏ដោយឆ្នាំ1979ខ្មែរក្រហមបានប្រកាសពីការបង្កើតរណសិរ្សមហាសាមគ្គីជាតិស្នេហាជាតិនិងប្រជាធិបតេយ្យប៉ុន្តែមិនបានទទួលការគាំទ្រពីប្រជាជនឡើយនៅពេលជាមួយគ្នានេះដែរចលនាតស៊ូមិនមែនកុម្មុយនីសដំបូងមួយរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរត្រូវបានបង្កើតឡើងដឹកនាំដោយសម្ដេចសឺនសានដែលជាអតីតនាយករដ្ឋមន្ត្រីក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ1955-1970ក្រុមអ្នកតស៊ូរាជានិយមមួយដែលមានឈ្មោះថារណសិរ្សរួបរวมជាតិដើម្បីកម្ពុជាមួយឯករាជ្យអព្យាក្រឹតសន្តិនិងសហប្រតិបត្តិហៅកាត់ថាហ៊ុនស៊ិនប៉ិចក៏ត្រូវបានបង្កើតដែរក្នុងពេលបន្តបន្ទាប់គ្នានោះក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះនរោត្តមសីហនុនៅឆ្នាំ1982ក្រមរាជានិយមហ៊ុនស៊ិនប៉ិចក្រមរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងក្រមខ្មែរក្រហមបានរួបរวมគ្នាបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីដែលមានសម្ដេចព្រះនរោត្តមសីហនុជាប្រធានខៀវសំផនជាអនុប្រធាននិងសម្ដេចសឺនសានជានាយករដ្ឋមន្ត្រីគោលបំណងរួមរបស់រដ្ឋាភិបាលនោះគឺដើម្បីប្រមូលកម្លាំងធ្វើការតស៊ូរំដោះប្រទេសកម្ពុជាពីការជ្រៀតជ្រែករបស់វៀតណាមរដ្ឋាភិបាលចម្រុះត្រីភាគីដែលមានក្រុមខ្មែរក្រហមជាក្រុមធំជាងគេនោះបានកាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិបន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំភាគីចំនួនកម្ពុជាទាំងអស់បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសនៅថ្ងៃទី23ខែតុលាឆ្នាំ1991ហើយយល់ព្រមឲ្យមានការរៀបចំបោះឆ្នោត
ជាតិមួយក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថាអ៊ុនតាក់ក្រុមខ្មែរក្រហមបានធ្វើពហិការមិនចូលរួមការបោះឆ្នោតជាតិដែលរៀបចំឡើងដោយអ៊ុនតាក់ហើយបដិសេធមិនព្រមរំសាយកងទ័ពរបស់ខ្លួនឡើយក្រោយការបោះឆ្នោតជាសកលឆ្នាំ1993កងទ័ពខ្មែរក្រហមបានបន្តប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយព្រះអង្គម្ចាស់នរោត្តមរណរដ្ឋជានាយករដ្ឋមន្ត្រីទី1និងសម្ដេចហ៊ុនសែនជានាយករដ្ឋមន្ត្រីទី2អស់ជាច្រើនឆ្នាំបន្តមកទៀតនៅខែសីហាឆ្នាំ1996អៀងសេរីបានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយនាំទាំងកងទ័ពមួយចំនួនមកជាមួយផងមេដឹកនាំជាន់ខ្ពស់នៃខ្មែរក្រហមមួយចំនួនទៀតដូចជាការពកនួនជានិងគេសំផនបានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ1998បន្ទាប់ពីប៉ុល ពតទទួលមរណភាពឆ្នាំ1998តាមុខជាមេខ្មែរក្រហមតែម្នាក់គត់ដែលបដិសេធមិនព្រមចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាហើយត្រូវបានចាប់ខ្លួននៅខែមីនាឆ្នាំ1999ត្រឹមដំណាក់កាលនេះមេដឹកនាំខ្មែរក្រហមដែលរស់នៅទាំងអស់បានសារភាពចុះចាញ់ឬត្រូវបានចាប់ខ្លួនហើយចលនាខ្មែរក្រហមទាំងមូលបានដួលរលំជាស្ថាពរប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ត្រួតត្រារបស់ខ្មែរក្រហមទាំងអស់បានធ្វើមាតុភូមិនិវត្តន៍និងរួបរวมជាមួយរដ្ឋាភិបាលកម្ពុជាវិញ